អូខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមេកូមីក្នុងថ្ងៃនេះដែរខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីការយកដៃ Water Kung Fu V1 និង V2 បើសិនបើអ្នកទាំងអស់គ្នាមិនទាន់ចុច Subscribe សូមអ្នកទាំងអស់គ្នាជួយចុច Subscribe ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំឥឡូវកុំឲ្យខាតពេល Let's go ចូលវីដេអូយើងទាំងអស់គ្នាអូខេមុននឹងអ្នកទាំងអស់គ្នាអាចធ្វើដៃ Water Kung Fu V2 បានអ្នកទាំងអស់គ្នាត្រូវមានសម្ភារៈដូចជា Fragment 5000 លុយ5លាននិងដៃ Water Kung Fu V1 Level 400 Mastery អញ្ចឹងទៅទស្សនាទាំងអស់គ្នា Let's go អញ្ចឹងឥឡូវយើងបានមកដល់សមុទ្រទី1ហើយអ្នកទាំងអស់គ្នាអញ្ចឹងយើងធ្វើការទៅកន្លែងដែលទិញដៃ V1 ទាំងអស់គ្នាអ្នកទាំងអស់គ្នាធ្វើដំណើរតាមខ្ញុំមកទៅត្រង់រហូតនៅពេលដែលអ្នកទាំងអស់គ្នាមកត្រង់រហូតនឹងឃើញអ្នកទាំងអស់គ្នាឃើញកប់មានដុំថ្ម3ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការចូលទៅក្នុងរង្វង់អូខេនៅពេលដែលយើងចូលនៅក្នុងរង្វង់ហ្នឹងវានឹងនាំយើងមកកោះក្រោមទឹកបាទកោះក្រោមទឹកហ្នឹងវាមានកន្លែងថ្មីដែរអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការដើរតាមខ្ញុំមកដើម្បីទៅទិញដៃ Water Kung Fu V1 អញ្ចឹងអ្នកទាំងអស់គ្នាដើរមកបាទនេះកន្លែងនេះខ្ញុំរៀងគាំងដោយសារខ្ញុំភ្លេចបាទខ្ញុំច្រឡំកន្លែងនេះក៏ខ្ញុំច្រឡំដែរច្រឡំភ្លេចតាមពិតកញ្ចោតាមជ្រាគេតាមត្រូវពេលនេះខ្ញុំច្រឡំដែរអត់យល់ដែរនេះអ្នកនរគ្នាចូលមកឃើញពូមីនេះគាត់លក់ដៃ Water Kung Fu អញ្ចឹងអ្នកនរគ្នាធ្វើការទិញមកដែលមានតម្លៃតែ75000ទេអញ្ចឹងអ្នកនរគ្នាទិញពីគាត់មកអូខេឥឡូវយើងធ្វើការទិញដៃនឹងហើយឥឡូវយើងធ្វើការទៅសមុទ្រទី2ទាំងអស់គ្នាបាទបាយចាំជួបគ្នានៅសមុទ្រទី2 Alright welcome to ជួបគ្នាម្ដងទៀតឥឡូវយើងបានមកដល់សមុទ្រទី2អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាធ្វើដំណើរតាមខ្ញុំមកដើម្បីទៅកោះដែលមាន level 1500តែយើងទៅ farm យកលុយទៅទិញដៃ V2 Water Kung Fu Alright ឥឡូវយើងមកដល់កោះនឹងហើយដែលកោះនឹងវាមាន level 445អញ្ចឹងយើងធ្វើការឡើងទៅលើទាំងអស់គ្នាដើម្បីយើងទៅវាយមេមួយដែលយើងយកកូនសោពីវាដើម្បីទិញដៃ Water Kung Fu V2 បានអញ្ចឹងយើងតម្រូវឲ្យមានកូនសោហ្នឹងហើយលុយ5លាននិង Fragment 5000អញ្ចឹងអ្នកទាំងអស់គ្នាធ្វើការឡើងមកតែកន្លែងនេះខ្ញុំរៀងតាក់បន្តិចខ្ញុំឡើងឆ្កងសារខ្ញុំច្រឡំភ្លេចអ្នកទាំងអស់គ្នាធ្វើការដើរតាមខ្ញុំមកអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការដើរតាមខ្ញុំមកដើម្បីទៅវាយមេនឹងយក
sao ដើម្បីទិញដៃ water kung fu V2 alright យើងដើរទៅម្ដងមួយទៅនេះមែនហ្នឹងរូបរាងមែនហ្នឹងអ្នកទាំងអស់គ្នាមើលឲ្យហើយមែនហ្នឹងនៅពេលដែលយើងវាយវានឹង spawn ស៊ីប៊ីសមួយដើម្បីជួយវាយវាតែកន្លែងហ្នឹងខ្ញុំវាយអត់ឈ្នះវាទេអញ្ចឹងខ្ញុំកាត់អូខេនៅពេលដែលអ្នកទាំងអស់គ្នាវាយមែនហ្នឹងងាប់ហើយអ្នកទាំងអស់គ្នានឹងទទួលបានសោហ្នឹងតាមសំណាងអ្នកទាំងអស់គ្នាទេពេលខ្លះវា drop ឲ្យពេលខ្លះវាមិន drop ឲ្យអញ្ចឹងឥឡូវអ្នកទាំងអស់គ្នាធ្វើការទៅតាមខ្ញុំទាំងអស់គ្នាដើម្បីទិញដៃ V2 Water Kung Fu V2 បាទឥឡូវទិញមកតែលុយខ្ញុំអត់គ្រប់ទេអញ្ចឹងខ្ញុំអត់បានទិញឲ្យអ្នកនរគ្នាមើលទេអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងអូខេបាយបាយ